គឺជា Residential Palace នៅទីក្រុងអាប៊ូដាប៊ីសហព័ន្ធអារ៉ាប់រួមប៉ុន្តែឥឡូវ Royal Family អត់សាក់នៅហ្នឹងទេគឺសាក់នៅឆ្ងាយពីហ្នឹងប្រហែលយើងជិះរថយន្តប្រហែល10នាទីហើយនេះគេអនុញ្ញាតឲ្យបើកប្រហែលចូល10ឆ្នាំហើយបាទកន្លងមកគេអត់ឲ្យចូលទេនេះបងប្អូននៅទស្សនវិជ្ជាខាងក្នុង Residential Palace នៅហ្នឹង អត់ដឹងថាធ្វើអស់មកទេព្រោះអ្នកធ្វើអត់ដែលប្រាប់ប្រជាជនក៏អត់ដែលសួរដែរប៉ុន្តែធំហើយស្អាតណាមើលតែប្រភេទថ្មទៅខ្ញុំគិតថាអស់មិនតិចទេគេបើកឲ្យចូលជាសាធារណៈហើយបងប្អូនអើយធំមែនតើនឹងបានមើលទៅអត់ដល់មកភាពក៏ដោយមេដាយដែរគេផ្ដល់ឲ្យស្ដេចនៅសហព័ន្ធអារ៉ាប់រួមគឺជា Etihad Tower មានប្រមាណអគារហ្នឹងក្រុមហ៊ុនដែលផ្គត់ផ្គង់ការចំណាយឲ្យខ្ញុំ